បាទជំហានដំបូងខ្ញុំសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ការមកកាន់វីដេអូឃ្លីបរបស់ខ្ញុំមួយថ្ងៃនេះបាទវីដេអូឃ្លីបរបស់ខ្ញុំមួយថ្ងៃនេះដែរពុកម៉ែបងប្អូនទាំងអស់គ្នាដូចជាបានឃើញនៅលើ title ដូចជា thumbnail អញ្ចឹងបាទគ្នាយើងទាំងអស់គ្នាណាបាទខ្ញុំមកចែករំលែករបៀបស្ម័គ្រ SIM ថៃដែលគេហៅថា SIM DTAC 150 បាតបាទមួយខែពេញតែម្ដងបាទពុកម៉ែបងប្អូនទាំងគ្នាណាបាទពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាត់មិនទាន់ចុច Subscribe Channel របស់ខ្ញុំសូមពុកម៉ែបងប្អូនទាំងអស់គ្នាចូលទៅជួយចុច Like Subscribe រួចហើយបើកសញ្ញាកណ្ដឹងចែកខ្ញុំម្នាក់មួយផងដើម្បីទទួលបានកន្លឹះថ្មីពីខ្ញុំបាទទាំងអស់គ្នាតែម្ដងបាទគ្នាយើងទាំងអស់គ្នាណាបាទដែលពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាត់នៅប្រទេសថៃដែលគាត់មិនទាន់ចេះស្ម័គ្រប្រចាំខែ150 បាតមួយអាទិត្យបាទអ្នកទាំងអស់គ្នាអាចតាមដានវីដេអូរបស់ខ្ញុំចាប់ពីវីដេអូដំបូងរហូតទៅដល់វីដេអូបញ្ចប់បាទពុកម៉ែបងប្អូនទាំងអស់គ្នានឹងចេះស្ម័គ្រដោយខ្លួនឯងតែម្ដងបាទពុកម៉ែបងប្អូនទាំងគ្នាណាបាទពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាត់មានចម្ងល់អីបាទអាច comment នៅពីខាងក្រោមវីដេអូរបស់ខ្ញុំបានបាទពុកម៉ែបងប្អូនទាំងអស់គ្នាណាដែលគាត់មានចម្ងល់ដូចជារឿង SIM ថៃ SIM DTAC SIM AIS SIM សវណ្ណខ SIM អីហ្នឹងបាទពុកម៉ែបងប្អូនទាំងអស់គ្នាអាច comment សួរនៅខាងក្រោមវីដេអូរបស់ខ្ញុំបានបាទពុកម៉ែបងប្អូនទាំងអស់គ្នាណាបាទពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាត់មិនទាន់ចេះគេហៅថាស្ម័គ្រប្រចាំខែពុកម៉ែបងប្អូនទាំងគ្នាខ្ញុំនឹងដាក់លើអេក្រង់នេះតែម្ដងបាទពុកម៉ែបងប្អូនទាំងគ្នាឲ្យពុកម៉ែបងប្អូនទាំងគ្នាបានឃើញតែម្ដងបាទពុកម៉ែបងប្អូនទាំងគ្នាណាបាទពុកម៉ែបងប្អូនទាំងគ្នាដាក់នៅក្នុងអេក្រង់ពុកម៉ែបងប្អូនទាំងគ្នាតែម្ដងបាទពុកម៉ែបងប្អូនទាំងគ្នាដែលគាត់មិនទាន់ចេះស្ម័គ្រមិនទាន់ចេះអីហ្នឹងពុកម៉ែបងប្អូនទាំងគ្នាអាចមើលតាមវីដេអូរបស់ខ្ញុំបានបាទពុកម៉ែបងប្អូនទាំងគ្នាដែលគាត់មិនទាន់ចេះស្ម័គ្រមិនទាន់ចេះអីណាអ្នកដល់គ្នាដែលគាត់មកថៃថ្មីដែលគាត់ចង់ស្ម័គ្រ SIM AIS SIM DTAC SIM DTAC នៅប្រទេសថៃពុកម៉ែបងប្អូនទាំងគ្នាអាចមើលវីដេអូនេះបានពុកម៉ែបងប្អូនទាំងគ្នាណាបាទបងប្អូនទាំងគ្នាដែលគាត់ចេះហើយគាត់អាចអស់រំលងបានបាទពុកម៉ែបងប្អូនទាំងគ្នាណាគាត់អាចអស់រំលងបានខ្ញុំប្រាប់តែអ្នកដែលគាត់មិនទាន់ចេះតែប៉ុណ្ណឹងបាទពុកម៉ែបងប្អូនទាំងគ្នាបាទខ្ញុំនឹងដាក់លើអេក្រង់នេះតែម្ដងពុកម៉ែបងប្អូនទាំងគ្នាណាបាទវីដេអូក៏ដូចជាមានតាប៉ុណ្្នឹងឯងដែរពុកម៉ែបងប្អូនទាំងគ្នាដែលគាត់មិនទាន់ចុច Subscribe Channel របស់ខ្ញុំសូមអ្នកទាំងអស់គ្នាចូលទៅចុច Like Subscribe រួចហើយបើសញ្ញាកណ្ដឹងជ័យខ្ញុំម្នាក់មួយផងបាទដើម្បីទទួលបានកន្លឹះថ្មីពីខ្ញុំបាទ 2KASF ពីខ្ញុំទាំងអស់គ្នាតែម្ដងបាទយើងទាំងអស់គ្នាណាបាទដែលគាត់មិនទាន់ចុច Subscribe Channel របស់ខ្ញុំសូមអ្នកទាំងអស់គ្នាចូលទៅជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទដើម្បីទទួលបានកន្លឹះថ្មីពីខ្ញុំបាទទាំងអស់គ្នាតែម្ដងបាទខ្ញុំសូមជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយទៀតបាទ